សូមជម្រាបសួរលោកគ្រូក៏ដូចជាមិត្តភ័ក្តិរួមថ្នាក់ទាំងអស់គ្នាសូមស្វាគមន៍ជាថ្មីម្ដងទៀតមកកាន់ការងាររបស់ Computer Networking ដែលថ្ងៃនេះនាងខ្ញុំនឹងបង្ហាញពីការដំឡើងនៅ Active Directory ទៅលើ Windows Server 2012 R2 ដែលការងារនេះនាងខ្ញុំសូមចូលទៅកាន់ VMware Workstation ហើយនាងខ្ញុំក៏ចូលទៅកាន់ Windows Server 2012 R2ដែលនៅលើផ្ទាំង Server Manager នាងខ្ញុំក៏សូមចូលទៅកាន់ Local Server ដែលនាងខ្ញុំអាចបដូរឈ្មោះរបស់ Computer ក៏ដូចជាការងារផ្សេងៗដល់ពេលនេះនាងខ្ញុំក៏សូមផ្លាស់ប្ដូរឈ្មោះរបស់ Computerសម្រាប់ការងារផ្លាស់ប្ដូរឈ្មោះរបស់ Computer នាងខ្ញុំនឹងត្រូវការ Restart Computer ទៅវាអាចផ្លាស់ប្ដូរបានប៉ុន្តែនាងខ្ញុំសូម Restart សរុបនៅពេលក្រោយតែម្ដងការងារបន្ទាប់នាងខ្ញុំក៏សូមបិទនៅ Windows Firewallហើយការងារបន្តទៀតនាងខ្ញុំក៏សូម enable remote desktop ពីព្រោះតកតងជាមួយនឹង server ការងារទាំងឡាយគឺគេច្រើនតែ remote ពីខាងក្រៅទៅគេមិនមែនធ្វើជាមួយ server ផ្ទាល់តែម្ដងទេនាងខ្ញុំក៏សូមជ្រើស allow remote connection to this computer ហើយនាងខ្ញុំក៏សូមធ្វើការផ្លាស់ប្ដូរនៅ IP addressសម្រាប់ IP address របស់ server គេប្រើវាជា static គេមិនដែលប្រើវាជា dynamic នោះទេខ្ញុំក៏សូមដាក់នៅ IP addressសម្រាប់ default gateway នាងខ្ញុំអត់មានត្រូវការនៅប្រើប្រាស់អ៊ីនធឺណិតពីខាងក្រៅទេដូច្នេះនាងខ្ញុំមិនចាំបាច់ដាក់នោះទេហើយសម្រាប់ DNS server នាងខ្ញុំក៏សូមប្រើប្រាស់ជាមួយនឹង domain controller តែផ្ទាល់តែម្ដង162.168.0.1ដែលនៅពេលនេះ server របស់យើងគឺដើរតួជា DNS server ផងក៏ដូចជា domain controller ផងខ្ញុំក៏សូមចុច OK close សម្រាប់ការងារផ្សេងៗទៀតគឺយើងអាច configure ការងារទាំងអស់នេះទៅតាមអ្វីដែលយើងចង់បានប៉ុន្តែនាងខ្ញុំក៏សូមធ្វើការ configure តែប៉ុណ្ណឹងការងារបន្តទៀតដែលនាងខ្ញុំត្រូវធ្វើគឺនាងខ្ញុំនឹងធ្វើការ restart នៅម៉ាស៊ីនរបស់នាងខ្ញុំនាងខ្ញុំក៏ធ្វើការ restart
មុនពេលយើងក៏ធ្វើ no comment មួយខ្ញុំក៏សូមធ្វើការ log in ចូលទៅកាន់ account របស់ Windows Server 2012ជាថ្មីម្ដងទៀត Control R insert ខ្ញុំពិនិត្យទៅមើលថាតើការងារទាំងអស់នោះបានផ្លាស់ប្ដូរហើយនៅអូខេវាបានផ្លាស់ប្ដូររួចរាល់ហើយយើងក៏ចាប់ចូលទៅក្នុង dashboard ការងារបន្ទាប់គឺយើងចូលទៅកាន់ add rows and feature សម្រាប់ page នេះនាងខ្ញុំអាច skip វាចោលតែនាងខ្ញុំសូមចុច nextសម្រាប់ role នេះខ្ញុំក៏សូមជ្រើសយក Active Directory Domain Service ដែលនេះខ្ញុំអាច add នៅ feature ផ្សេងៗបាន Okay next នឹងខ្ញុំសូមទុកជា default Okay next installការងារ install នេះយើងគ្រាន់តែ install បានតែ Active Directory Domain Service តែប៉ុណ្ណោះប៉ុន្តែវាមិនទាន់បានក្លាយទៅជា Domain Controller នៅឡើយទេដូច្នេះយើងត្រូវចុចទៅលើ Promote this service to a Domain Controller ដែលយើងនឹងបានការងារដូចនេះសម្រាប់ការងារបន្ទាប់គឺ deployment configuration គឺនាងខ្ញុំត្រូវ select នៅ deployment operation ដែល add domain controller ទៅកាន់ existing domain ប៉ុន្តែនាងខ្ញុំមិនទាន់មាន domain នៅឡើយ add a new domain to an existing forest សម្រាប់ការងារនេះនាងខ្ញុំក៏មិនទាន់មាននៅឡើយដែរដូច្នេះនាងខ្ញុំសូមជ្រើសយក add a new forest ការងារ specify the domain information for this operation គឺនាងខ្ញុំត្រូវការដាក់ឈ្មោះឲ្យ domain សម្រាប់ឈ្មោះ domain នាងខ្ញុំអាចដាក់បានទៅតាមអ្វីនាងខ្ញុំចង់បាននាងខ្ញុំក៏អាចដាក់ m7.local ក៏បានចំពោះ extension.local នេះគឺសម្រាប់ការងារដែលនាងខ្ញុំមិនត្រូវការ access internet ពីខាងក្រៅបើសិនជាករណីនាងខ្ញុំចង់ access internet ពីខាងក្រៅគឺនាងខ្ញុំដាច់ខាតត្រូវទិញ domain គេដូច្នេះនាងខ្ញុំអាចដាក់អ្វីដែលនាងខ្ញុំចង់ដាក់ខ្ញុំក៏សូមចុច next សម្រាប់ domain controller options យើងមើលនៅក្នុង select functional level of the new forest and root domain សម្រាប់ forest functional level គឺមានការងារជាច្រើនយើងជ្រើសរើសពីព្រោះមានធុង server ចាស់ៗដែលគេអាចប្រើ Windows Server 2008ឬក៏2012ប៉ុន្តែដោយសារតែនាងខ្ញុំមានម៉ាស៊ីន server តែមួយដូច្នេះនាងខ្ញុំសូមរក្សាទុកដូច្នេះ
nênខ្ញុំក៏សូមធ្វើការដាក់ password ដែលវាងាយស្រួលនៅពេលដែលមានបញ្ហាជាមួយនឹង Active Directory nênខ្ញុំអាច restore វាមកវិញបានខ្ញុំសូមចុច next ខ្ញុំក៏សូមចុច next តើតើជាមួយ additional options verify the net buyer's name assigned to the domain ហើយក៏អាចផ្លាស់ប្ដូរវាបើសិនជាចាំបាច់ប៉ុន្តែអ្នកខ្ញុំសូមរក្សាដូច្នេះនិងខ្ញុំក៏សូមចុចទៅកាន់ next ចំពោះ paste ដែលជាទីតាំងអ្វីដែលមានខ្ញុំត្រូវដាក់ folder ទាំងឡាយនោះខ្ញុំសូមរក្សាទុកជា default និងខ្ញុំបញ្ចូលទៅកាន់ beta next ហើយនេះខ្ញុំក៏សូមធ្វើការ install ហើយយើងក៏ធ្វើការ restart ម៉ាស៊ីននេះខ្ញុំក៏សូមធ្វើការ login ចូលទៅកាន់ Windows Server 2012ជាថ្មីម្ដងទៀតក្រោយពី restart កុំព្យូទ័ររួចរាល់ในการងារបន្តនេះខ្ញុំសូមចូលទៅកាន់ Start Menu ហើយចូលទៅកាន់ Administrative Tools ហើយយើងក៏ឃើញមាន Active Directory Administrative Center ដែលមានដូចជា Active Directory Administrative Center, Active Directory Domain Centers, Active Directory Modules for Windows PowerShell សម្រាប់ Command Line ក៏ដូចជា Active Directory Sites and Services ដោយសារការងារទាំងអស់នោះគឺវាធំពេកដូច្នេះយើងសិក្សាតែ Active Directory Users and Computers នឹងខ្ញុំសូមចូលទៅកាន់វាយើងមើលឃើញ Active Directory របស់យើងគឺ am7.edu.kh ដែលការងារ built-in របស់វាគឺមាននៅគ្រប់ជាច្រើនសម្រាប់ឲ្យយើងប្រើប្រាស់ដែលទាំងអស់នេះគឺជា default group ដែល Windows Server 2012បានបង្កើតយើង ដូចជានៅក្នុង user ក៏ដូចគ្នាដែរគឺយើងឃើញមាន user ជាច្រើនដែលមានដូចជា administrator ក៏ដូចជា case ជាដើមតើតើជាមួយនឹង administrator ក៏ដូចជា case នេះយើងអាចគួរតែបិទចោលឬក៏ disable ពីព្រោះវាបើសិនជាយើងមិនបានបិទឬក៏ disable ទេវាមិនមាន security ទៅដល់ការងារនៅក្នុង Windows Server របស់យើងនោះទេ
ដែលការងារទាំងអស់នេះយើងក៏អាចធ្វើការបង្កើតនៅ user ថ្មីសម្រាប់ផ្ដល់ជា account ឲ្យពួកគេប្រើប្រាស់ជាមួយនឹង Windows Server របស់ពួកយើងផ្ទាល់សម្រាប់ Active Directory ដែលនាងខ្ញុំបានរៀបចំដំឡើងក៏បានរួចចប់សពគ្រប់ដែរក៏សូមអរគុណនិងក៏សូមអធិស្ឋាននៅរាល់កំហុសឆ្គងដែលកើតមានឡើងចំពោះការបកស្រាយនៅរាល់ដំណាក់កាលមួយៗទាក់ទងជាមួយនឹងការដំឡើង Windows Server សូមអរគុណ